បាញ់មេអាប៉ោងតប៉ោងតពេញកំពុងតែចាំងតមើជើងបាំងគាត់អង្គុយចោងហោងគូជាចាក់ខ្វាក់យកដៃបង្វិលគូធឿនអោនក្បាលអត់គ្រាប់អាប៉ោងខ្ញុំចាក់រុន4រុន5រុន3អាខ្លះដេកដីខំប្រឹងទៀងស្ដាប់ម៉ែអាទូចប្រាប់ថាហេងហើយកូនអត់ប៉ះរុន4ដូចម៉ែបានប្រាប់សូយហើយណាកូនមិនប៉ះរុន4បែរជាចំរុន1ចាក់ទៅចូលឆ្នាំគ្រប់គ្នាចំណាំគេទៅលេងឯវត្តខ្លះចោលឈូងចង់កុញផ្សេងខ្លះចាក់កូនខ្លែងញ៉ាំប្រឡែងកូនមន់កំឡោះណាក្រមុំមកសបាយគ្រប់គ្នាពុធីផឹកស្រាស្រវឹងទៅរំពុពីងដើរលក់នំមកកោសុកពុធីដើរពុកខ្ទេចអស់ចានតែឲ្យខឹងណាស់ចាញ់លបែងហើយវៃគាត់អត់អីឆៃអុកគុំអង្គុយយំគូឌីសួរថាយ៉ាងម៉េចហើយសម្លាញ់មុខនឹងច្បាស់ចាញ់លបែងពីព្រឹកមិញមកអើយមកសម្លាញ់ថ្ងៃបុណ្យចូលឆ្នាំមកបាយលាយទឹកត្រីបាញ់មេអាប៉ោងតប៉ោងតពេញកំពុងតែចាំងតមើជើងបាំងគាត់អង្គុយចោងហោងគូជាចាក់ខ្វាក់យកដៃបង្វិលធឿនអោនក្បាលអត់គ្រាប់អាប៉ោងខ្ញុំចាក់រុន4រុន5រុន3អាខ្លះដេកដីខំប្រឹងទៀងស្ដាប់ម៉ែអាទូចប្រាប់ថាហេងហើយកូនប៉ះរុន4ដូចម៉ែបានប្រាប់សូយហើយណាកូនមិនប៉ះរុន4បែរជាចំរុន1ទៅចូលឆ្នាំគ្រប់គ្នាចំណាំគេទៅលេងឯវត្តខ្លះចោលឈូងអោនកុញបែកផ្សែងខ្លះចាក់កូនខ្លែងញ៉ាំប្រឡែងកូនមន់កំឡោះណាក្រមុំមកសបាយគ្រប់គ្នាពីផឹកស្រាស្រវឹងទៅរំគូពីងដើរលក់នំមកកោសុកទីដើរពុកខ្ទេចអស់ចានតែឲ្យខឹងណាស់ចាញ់លបែងហើយវៃគាត់អត់អីឆៃអុកគុំអង្គុយយំគូឌីសួរថាយ៉ាងម៉េចហើយសម្លាញ់មុខនឹងច្បាស់ចាញ់លបែងពីព្រឹកមិញមកអើយមកសម្លាញ់ថ្ងៃបុណ្យចូលឆ្នាំមកបាយលាយទឹកត្រីត្រីនឹងទៅតែឲ្យឯងប្រាប់ឲ្យតែមិនជឿទៀតឥឡូវមានអីបាយលាយទឹក